Good morning everyone, welcome to my mini vlog. In the morning, the first step I do, I go get some matcha. And today we're going on a car trip for a long way from Gakong to Posat Province. And it's also the first time I've posted on my YouTube channel. នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីការធ្វើដំណើរដើរលេងរបស់ខ្ញុំនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ទៅការធ្វើដំណើរមួយនេះគឺអមជុំវិញទៅដោយព្រៃព្រឹក្សាព្រៃឈើអ្នកតាភ្នំនិយាយទៅគឺពោរពេញទៅដោយធម្មជាតិសុទ្ធសាធធ្វើដំណើរចុះភ្នំឡើងភ្នំរហូតមកហើយផ្លូវដែលខ្ញុំកំពុងតែជិះនេះគឺជាបណ្ដោយផ្លូវជាតិលេខ10ហើយអ្នកទាំងអស់គ្នាពីកោះកុងទៅពោធិ៍សាត់និយាយទៅតាមបណ្ដោយផ្លូវហ្នឹងគឺអមទៅដោយធម្មជាតិព្រៃព្រឹក្សាស្ពានបឹងភ្នំទឹកជ្រោះទឹកធ្លាក់ច្រើនមែនតើអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងមកដល់អូសោមហើយទីបំផុតក៏យើងបានរកឃើញកន្លែងញ៉ាំបាយមួយកន្លែងដែរនៅក្នុងហ្នឹងវាដូចជាចំការមួយចឹងអ្នកទាំងអស់គ្នានៅទីនេះគឺជាប្រភេទ guest house ហើយមាន restaurant នៅក្នុងហ្នឹងដែរអ្នកទាំងអស់គ្នានិយាយទៅចេញមកគឺបែបផ្ទះហ្មងដូចជាចំការមួយចឹងអ្នកទាំងអស់គ្នានៅក្នុងហ្នឹងគឺរុក្ខជាតិចម្រុះបន្ទាប់ពីយើងបាន walk in បានមួយផ្លែតក៏ខ្ញុំបានដើរ discover ក្នុងចំការរបស់គាត់គឺថានៅក្នុងចំការគាត់នេះគឺពធហ្មងគឺគ្រប់ banana tree ហើយនេះវិញខ្ញុំអត់សូវស្គាល់ទេដោយសារអីខ្ញុំស្គាល់តែផ្លែប៉ុន្តែឲ្យមកមើលដើមមកគឺអត់ដឹងថានឹងដើមអីគេ maybe ផ្លែធ្វាប់ឬក៏ផ្លែគេអ្នកទាំងអស់គ្នាជួយប្រាប់ផងខ្ញុំមើលអត់ស្គាល់ទេ and this one is banana tree ហើយខ្ញុំភ្លេចបាត់ឯថានឹងចេះគេអ្នកទាំងអស់គ្នាគាត់ប្រាប់ដែរតែផ្លូវឲ្យមកវិញមានជាការផ្លេចផ្លែអូខេអ្នកទាំងអស់គ្នាឥឡូវនេះយើងមកមើលពីការដាំម្នាស់របស់គាត់វិញអ្នកទាំងអស់គ្នាគឺគេដាំបែបហ្នឹងដើមនេះគឺជាដើមដែលគេពេញនិយមមែនតើអ្នកទាំងអស់គ្នា terrain ក្នុងស្រុកនេះវានៅខ្ចីឡើយអត់ទាន់ទុំទេតែមើលទៅទំនងខ្លាំងមែនតើហើយដើម terrain គាត់មិនមានតែមួយដើមទេណាគឺពេញចំការហ្មងគឺសុទ្ធតែដើម terrain នេះធ្វើដែរឃើញដើម terrain ទៅឈរកាច់ហៀងខំដើម terrain អីណែប៉ះទៅ terrain ធ្លាក់ចំក្បាលអីគឺចាប់ជាមួយយើងសាកដាក់ soundtrack មើលជាមួយវា fit មួយចម្រៀងមួយណាជាមួយនឹង environment បែបនេះហ៎ឃើញថតខំដើម terrain ប៉ុន្តែចេះញ៉ាំ terrain សាក់ថា terrain គាត់អត់ទាន់ទុំទេចឹងទៅគាត់ឲ្យញ៉ាំផ្លែបឺសិនហើយបឺហ្នឹងក៏នៅក្នុងចំការគាត់ដែរហើយយើងក៏ដល់ម៉ោងបាយមកខ្លាំងអ្នកទាំងអស់គ្នា10 out of 10បន្ទាប់ពីយើងបានញ៉ាំហើយក៏យើងរៀបចំចេញមកវិញអ្នកទាំងអស់គ្នាហើយនេះគឺជា outfit look របស់ខ្ញុំថ្ងៃហ្នឹងឲ្យម៉ានលើម៉ានដែរគឺថាក្រហមឆ្អិនឆ្អៅ I'm a girl who obsessed with flower mostly all flower I think today is a great day ever I can see nature flower ឃើញអ្នកទាំងអស់គ្នានៅក្នុងចំការគាត់មានផ្ទះមានrestaurant ហើយមាន guest house ទៀតហើយតម្លៃវិញគឺសមរម្យមែនតើគាត់ប្រាប់ថាអ្នកដែលជួលបន្ទប់គាត់មកយកបានតាម 50000 70000 អីចឹងបើអ្នកទាំងអស់គ្នាចង់មកលេងភ្នំអ្នកទាំងអស់គ្នាក៏អាចមកកន្លែងគាត់បានដែរចំការគាត់មួយនេះគឺនៅលើភ្នំហ្មងអ្នកទាំងអស់គ្នាហើយមាន restaurant ឲ្យយើងមាន bathroom មានគ្រប់សពមានទាំង nature មានទាំងម្ហូបឆ្ងាញ់ឆ្ងាញ់ឲ្យយើងហើយយើងក៏ដល់ពេលទៅផ្ទះវិញហើយនេះគឺជាម្ចាស់ផ្ទះសំណាក់មួយហ្នឹងអ្នកទាំងអស់គ្នាដែលធ្វើដំណើរមកតាមផ្លូវជាតិលេខ10នេះគឺជា guest house របស់គាត់អ្នកទាំងអស់គ្នាក៏អាច sale ទុកបានដែរមានឈ្មោះថាបៃតង Now we on the way back home ហើយនៅជុំវិញផ្លូវហ្នឹងគឺសុទ្ធតែដើមចេកព្រៃអ្នកទាំងអស់គ្នាគឺប្លែកភ្នែកម្យ៉ាងដែរសំខាន់ fresh ខ្លាំងឥឡូវហ្នឹងគឺយើងបានមកដល់ទីតាំងស្ពានមួយកន្លែងដែលខ្ពស់ជាងគេនៅក្នុងស្រុកខ្មែរយើងអ្នកទាំងអស់គ្នានៅទឹកដីអូសាមអ្នកទាំងអស់គ្នាគឺនៅចន្លោះពីខេត្តពោធិ៍សាត់ជាមួយនឹងកោះកុងយើងមើលពីលើទៅគឺខ្ពស់មែនតើអ្នកទាំងអស់គ្នាហើយខ្ញុំឡើងសៀវហ្មងខ្លាចជ្រុះទូរស័ព្ទគឺប្លែកម្យ៉ាងដែរអ្នកទាំងអស់គ្នាយើងធ្លាប់តែនៅសមុទ្រនៅទីក្រុងណាពេលដែលយើងបានមកឃើញព្រៃព្រឹក្សាធម្មជាតិចម្រុះពណ៌បៃតងបែបនេះគឺវាប្លែកហើយ fresh ខ្លាំងមែនតើត្រជាក់ភ្នែកជូនមេឃថ្ងៃហ្នឹងអត់សូវក្តៅព្រោះមេឃរលឹមចង់ភ្លៀងដែរតែអាកាសធាតុថ្ងៃហ្នឹងគឺវាអត់ក្តៅហើយត្រជាក់លហើយ and I think it's a river in Posat Province ខ្ញុំអត់សូវស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ម៉ានទេប៉ុន្តែនៅកន្លែងហ្នឹងដូចជាមានគេមកបោះតង់បោះអីច្រើនដែរអ្នកទាំងអស់គ្នាមើលពីលើខ្ពស់អញ្ចឹងម៉ែណាគឺមានផ្លូវចុះទៅក្រោមទៀតអ្នកទាំងអស់គ្នាគេមានផ្លូវចុះព័ទ្ធតាមចង្កេះភ្នំអូខេឥឡូវហ្នឹងគឺយើងត្រឡប់ទៅវិញហើយនៅតាមផ្លូវត្រឡប់មកកោះកុងវិញហ្នឹងក៏យើងបានចូលលេងទឹកជ្រោះទឹកធ្លាក់ដំណាក់ក្បូនដែរអ្នកទាំងអស់គ្នាពីច្រើនអ្នកទាំងអស់គ្នាស្គាល់ហើយ297ហើយយើងក៏អាំងអីញ៉ាំតិចតួចមានប្រហិតមានជើងមាន់ស្លាប់មាន់លក្ខណៈក្បូនហ្នឹងគឺខ្ញុំបានមកលេងចំនួន2ដងហើយប៉ុន្តែគឺអត់ណានិយាយទៅហើយចង់ទៅទឹកធ្លាក់នេះធំមែនតើអ្នកទាំងអស់គ្នាវែងខ្លាំងហ្មង You can see the water how much clear it is and it's cool it's really cool but it's not freezing but I'm scared of water I can't swim anyway ស្មុទ្រនឹងគេដែរប៉ុន្តែចេះហែទឹកឯអ្នកទាំងអស់គ្នាខ្លាចអ្នកទាំងអស់គ្នាអាចមើល view បានណាគឺធំធេងខ្លាំងហ្មងឡើងពធហ្មងសធហ្មងយោមិនមកហែលណាអ្នកទាំងអស់គ្នាគឺមកអង្គុយត្រាំទឹកលេងអញ្ចឹងដោយសារចេះហែ Oh my god ឥឡូវនេះយើងហៅបទចម្រៀងដាក់ឲ្យទៅជាមួយនឹង environment មួយនេះមួយទៀតតោះប
បន្ទាប់ពីត្រាំទឹកហ៊ីកអាយហើយយើងក៏បានធ្វើដំណើរទៅផ្ទះវិញហើយមេឃក៏រៀងខ្ទង់ល្ងឹតដែរម៉ោងប្រហែលជា5កន្លះអីហើយអ្នកទាំងអស់គ្នា Bye waterfall see you next time ទេសភាពតាំងពីជិះមកហើយជិះទៅវិញគឺអត់ណាយទេអត់មានដេកលក់ក្នុងឡានអីណាគឺជិះហើយនៅតែមើលទេសភាពនៅនឹងតាំងពីផឹករហូតដល់ល្ងាចគឺនៅតែមើលអត់ដាក់ភ្នែកទេឥឡូវទៅ enjoy ជាមួយនឹងខ្ញុំទាំងអស់គ្នា Let's goឥឡូវហ្នឹងគឺយើងធ្វើដំណើរមកដល់ខេត្តកោះកុងវិញណាអ្នកទាំងអស់គ្នាក៏ឈប់មកមើល view នៅលើភ្នំ297មួយផ្លែទៅគឺអត់ឆ្ងាយពីក្រុងម៉ែនេះអ្នកទាំងអស់គ្នាជិះតែមួយផ្លែទៀតដល់ហើយមេឃរៀងសតុំចឹងអត់មាន sunset ឲ្យមើលតែក៏បានមកមើលតាន់ថ្ងៃលេងបន្តិចដែរក៏បានមកទិញក្រែមញ៉ាំនេះគឺជាពូលក់ក្រែមលក់តាមលំអហើយក្រែមគាត់មួយដើមហ្នឹងតែ500រៀលលុយខ្មែរអ្នកទាំងអស់គ្នា500ឯពូគាត់ជិះលក់ពេញកោះកុងហ្មងពេលខ្លះគាត់ទៅដល់មកផ្ទះខ្ញុំទៀតយូរបានចេញក្រៅជុំ family ម្ដងគឺមានអារម្មណ៍ថាប្លែកមែនតើថ្ងៃពេញហ្នឹងគឺខ្ញុំទទួលបានភាពស្រស់ស្រាយ energy ពេញថងដូចជាការសាក់ថ្មឲ្យខួរក្បាលចឹងគឺអាចគិតបានរឿងថ្មីទៀតបន្ទាប់ពី view ហើយញ៉ាំហើយក៏ត្រឡប់មកផ្ទះវិញគឺយប់ម៉ោងចឹងទៅក៏ខ្ញុំមកធ្វើ body keratin at night ជាមួយនឹងការ scrub ស្បែកអ្នកទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំហើយចង់សាកប្រើជាមួយនឹងប្រភេទ local brand ជាពិសេស body scrub recommend ឲ្យមានមែនតើដោយសារអីការ scrub ស្បែកគឺត្រូវតែមាននៅក្នុង routine របស់យើងដោយសារតែកោសិការបស់យើងទទួលបានការលូតលាស់មកថ្មីហើយសម្រាប់អ្នកដែលគាត់ប្រើលេគឺគួរតែមានដាច់ខាតបងបើមិនចឹងទេស្បែកគឺកក់កុញហ៊ុនញើសហ្មងទៅណាត់កើតទេតែក៏អត់ recommend ឲ្យប្រើប្រាស់ scrub រាល់ថ្ងៃដែរអ្នកទាំងអស់គ្នាមួយអាទិត្យ2ទៅ3ដងបានទេអូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តគ្នានៅវីដេអូ daily day ខ້ອຍៗទៀតបាយបាយ